Melorin cái sao ấy. ឃើញលោរៀនមកឈរសោចស្មានតែសោចអីគេតាមពិតមកឈរសោចសัตว์សេះសោះបងប្អូនអើយនេះដឹងហេតុអីបានលោរៀនសោចអត់មកពីសេះហ្នឹងឃើញគាត់ជុះច្រើនពេកដល់អញ្ចឹងទៅគាត់ឈរសោចសេះហ្នឹងអត់អនាម័យទេមកឈរជុះអីនៅកន្លែងហ្នឹងហើយសេះគេមកវងអត់មានអ្នកណាគេជុះសោះមានតែមួយហ្នឹងជុះហើយជុះឡើងលោរៀនឈរសោចអត់ឈប់បងប្អូនណាត្រូវការទាវបុត្រជីសេះសអីនេះបងប្អូននេះមានពណ៌ត្នោតមានពណ៌សជាពិថាចាំដឹកបងប្អូនហ្មងណាអត់ខ្វះទេអ្នកដែលត្រូវការទាវបុត្រជីសេះសអីបងប្អូននៅស្រុកនេះគឺជាស្រុកទេសចរដូច្នេះគេមានការជីជាសត្វសេះឬក៏សត្វលាដែរនៅស្រុកខ្មែរខ្ញុំឃើញគេប្រើសត្វសេះប៉ុន្តែលាខ្ញុំដូចជាមិនសូវឃើញគេប្រើនៅក្នុងស្រុកយើងប្រហែលទេឃើញតែសេះដែលគេប្រើនៅតាមជនបទណាបងប្អូនតែសត្វលាខ្ញុំអត់ដែលបានឃើញទេនៅស្រុកខ្មែរកន្លូននៅខេត្តណាដែលគេសម្បូរមិនដឹងប៉ុន្តែខ្ញុំអត់ដែលឃើញទេតើតែខ្ញុំមកនៅស្រុកនេះបានខ្ញុំអាសាឃើញសត្វលាដែលគេប្រើសម្រាប់ដឹកភ្ញៀវឬក៏ដឹកតាមតម្រូវការរបស់មនុស្សដែលគេប្រើនៅនេះបងប្អូនពេលខ្លះប៉ូលីសនៅនេះក៏គាត់ជីសេះដែរបងប្អូនជីសេះសដែរហើយចំពោះតម្លៃវិញនៅទីនេះបើយើងជីគាត់អញ្ចឹង1ម៉ោងអាច20ទៅ25សេះនឹងលានឹងគឺតម្លៃប្រហែលគ្នាបងប្អូនប៉ុន្តែសត្វទាំងអស់ហ្នឹងសុទ្ធតែមាន license ណាបងប្អូនមិនចេះតែយកមកដាក់ចោលនៅហ្នឹងទេតើតែចុះបញ្ជីនៅសាលាក្រុងហើយគេមានអាជ្ញាប័ណ្ណគេត្រឹមត្រូវមានរបៀបថែរក្សាមានច្រើនច្បាប់គេច្រើនណាបងប្អូនចំពោះការប្រើសត្វនៅស្រុកនេះมันអាចចេះយកតែមកដាក់ឲ្យយកលុយពីភ្ញៀវបានទេមានការថែអាសាអនាម័យលើសត្វនឹងសុខភាពរបស់គាត់និយាយទៅគឺច្រើនប៉ុន្តែតែគាត់បំរើភ្ញៀវទេសចរប៉ុន្តែគាត់ក៏ត្រូវបានគេថែអាសាសុខភាពដែរបងប្អូនហើយលាមួយនេះលោរៀនឈរសោយរហូតមកពីវាលមាស់មាត់បងប្អូនវាធ្វើខុករហូតហើយលោរៀនឆ្ងល់ហើយមកឈរមើលលាលមាស់មាត់នេះហើយក្មេងៗឲ្យតែឃើញបងប្អូនហើយទាំងកូនគេកូនយើងនេះមកឈរមកស្ទាបមកអែលដោយសារធម្មតាក្មេងស្រឡាញ់សត្វណាបងប្អូននៅនេះគឺគេឲ្យក្មេងនឹងស្រឡាញ់សត្វអញ្ចឹងបានគេដាក់ឲ្យក្មេងៗទៅមើលសត្វមាន់សត្វទាឬក៏សេះលាអីដើម្បីឲ្យក្មេងៗគាត់មានការស្រឡាញ់សត្វហ្នឹងគឺចាប់តាំងពីក្មេងហ្នឹងទៅដោយសារនៅទីនេះសម្បីតែសត្វមិនថាកូនក្មេងទេគឺសត្វហ្នឹងក៏ត្រូវបានគេរក្សាសិទ្ធិដែរសម្បីតែសត្វហ្នឹងជាសត្វសាធារណៈអត់មានម្ចាស់នឹងឋានៈថាហ្នឹងក៏មិនអាចទៅធ្វើអ្វីវាចាថ្ងៃនេះខ្ញុំចង់សាកមីឆាដែលខ្ញុំទិញបានជាមួយឡូរីនយកមកធ្វើសាកម្ដងនេះក៏លើកទី1ហើយដែលខ្ញុំបានធ្វើមីនឹងតាំងពីមកឡូរីនអ្នករកឃើញណាបងប្អូនហើយសាច់ជ្រូកនេះគឺគេលាងស្អាតមានអនាម័យដាក់ក្នុងប្រអប់សម្រាប់ឆាតែម្ដងពោះបន្លែគឺមានរួចស្រេចអស់ហើយគ្រាន់តែយើងយកមកធ្វើបន្ថែមនេះគឺជាការ៉ុតហ្នឹងរៀនកាត់ពីមិត្តភ័ក្តិនៅអ៊ីតាលីទេគាត់មកលេងគាត់ក៏ប្រាប់ទៅបើមិនអញ្ចឹងទេខ្ញុំកាត់ការ៉ុតហោះពេញផ្ទះបងប្អូនណាហើយខ្ញុំដាក់ខ្ទឹមរំលីងឆាធម្មតាជាមួយសាច់ជ្រូក3ជាន់ហ្នឹងដែលមានជាស្រេចនិងបន្លែដែលយើងមានហើយដោយសារគេច្រកគេលាងឲ្យស្អាតអស់បងប្អូនគ្រាន់តែយកមកធ្វើតែម្ដងនេះមីឆារបស់ខ្ញុំរួចជាស្រេចហើយអតិថិជនមកខ្ញុំដែលញ៉ាំហ្នឹងគឺឡូរីនហ្នឹងហើយបងប្អូនអរគុណសម្រាប់ការទស្សនា